sexy ថតក្មេងថតរបស់ដែលធ្វើឲ្យមានសភាពចំពោះអ្នកធ្វើម្ហូបរបស់ដែលមុតស្រួចដូចជាឈើចង្កាក់អីស្រួចដូចជាកបិតចុងស្រួចអីហ្នឹងឬមួយក៏ប្រឡាក់ឈាមអីហ្នឹងអ្នកនរគ្នាគួរតែលាងឲ្យស្អាតហើយនៅពេលដែលយើងលាងស្អាតហើយរបស់មុតស្រួចយើងដកចេញហើយចាំថតចូលអាហ្នឹងគឺនៅក្នុងការផលិតវីដេអូអស់ហ្នឹងបាទសួស្តីអ្នកនរគ្នាអញ្ចឹងចាប់ពីវីដេអូនេះទៅខ្ញុំនឹងនិយាយតែអំពី Facebook ទេយើងអត់ទាន់ដល់រឿង YouTube ទេជាក់ស្ដែងគឺប្រសិនបើយើងធ្វើការរកលុយជាមួយ YouTube គឺងាយជាងរវាង Facebook ហើយ YouTube ហ្នឹងគឺ YouTube ងាយជាងវាអត់ត្រូវការ admin ក្រៅស្រុកមានន័យថាមិនចាំបាច់មានអ្នកកាន់ក្រៅស្រុកទេស្រុកខ្មែរយើងបង្កើត account ខ្លួនឯងបង្កើត channel ខ្លួនឯង YouTube គឺអាចរកលុយបានឲ្យតែយើងគ្រប់តាមគោលការណ៍4000 subscribe 1000 subscribe 4000ម៉ោងហ្នឹងហើយឬមួយក៏3000ម៉ោងហើយនឹង10M view គឺយើងអាចរកលុយបានដែរប៉ុន្តែដោយសារតែ Facebook វាស្មុគស្មាញជាងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់ជាមួយនឹង Facebook មុនបាទហើយខ្ញុំនឹងធ្វើវីដេអូនិយាយពី Facebook ឲ្យចប់សិនចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត Gmail account ការបង្កើត channel ហើយការរៀបចំ channel អីផ្សេងមុននឹងយើងចាប់ផ្ដើមរកលុយជាមួយនឹង YouTube អញ្ចឹងថ្ងៃនេះយើងនឹងមកនិយាយឲ្យដាច់ស្រេចឲ្យអ្នកទាំងអស់គ្នាយល់ដឹងព្រោះមានអ្នកខ្លះគាត់នៅតែមិនទាន់យល់មិនទាន់ច្បាស់ថា Facebook account ហើយនិង Facebook page ហ្នឹងមួយណាដែលអាចរកលុយបានមួយណាដែលយើងអាចយកទៅធ្វើជាអ្នកកាន់ page នឹងអីចឹងបាទអូខេអញ្ចឹងតើតើនឹង Facebook account មានន័យថាគឺជា Facebook ដែលយើងលេងប្រចាំថ្ងៃហ្នឹងដែលយើងមើលវីដេអូដែលយើងចុច like រូបភាពប៉ុស្តិ៍រូបភាពនៅក្នុង account របស់យើងហ្នឹងអាហ្នឹងវាមិនមែនជា Facebook page ទេបងប្អូនកុំច្រឡំណាអញ្ចឹងវាមិនមែនជា Facebook page ទេបាទអញ្ចឹងធ្វើម៉េចដែលយើងអាចរកលុយបានគឺយើងត្រូវបង្កើត page នៅក្នុង Facebook account ហ្នឹងដំបូងយើងមាន Facebook account អាហ្នឹងហើយគឺជា admin របស់យើងបាទយើងគឺ admin ខ្លួនឯងហ្នឹងអ្នកគ្រប់គ្រងហ្នឹងគឺ Facebook account ដែលយើងចុចប៉ុស្តិ៍រូបប៉ុស្តិ៍វីដេអូអីប្រចាំថ្ងៃរបស់យើងនឹងឯងប៉ុន្តែវាមិនមែនជា Facebook page ទេ Facebook page គឺត្រូវបានបង្កើតឡើងដោយគណនីរបស់យើងនឹងបង្កើតឡើងដោយ account ខ្លួនយើងនឹងហើយគ្រប់គ្រងដោយ account របស់យើងបានន័យថាវានៅខាងក្រោមFacebook account របស់យើងនៅក្នុង Facebook account របស់យើងអញ្ចឹង page វាទូជាង Facebook account នៅពេលដែលយើងបង្កើត page យើងទៅប៉ុស្តិ៍នៅក្នុង page យើងទៅប៉ុស្តិ៍រូបប៉ុស្តិ៍វីដេអូប៉ុស្តិ៍ content អីផ្សេងនៅក្នុង page ហ្នឹងទើបយើងអាចរកលុយបានឲ្យតែយើងគ្រប់គោលការណ៍ឲ្យតែយើងគ្រប់តាមគេហៅថា policy របស់ Facebook ទៅគឺវាឲ្យយើងហើយ Facebook page ហើយនិង Facebook account គឺវា update មកចេញទម្រង់ដូចគ្នាដែលយើងមើលទៅមាន profile មាន cover អាចប៉ុស្តិ៍រូបប៉ុស្តិ៍វីដេអូអាច share អីបានដូចគ្នាគ្រាន់តែថា Facebook page គឺវានៅក្នុង Facebook account របស់យើងអញ្ចឹងដូចដែលអ្នកនរគ្នាឃើញនៅក្នុងវីដេអូដែលខ្ញុំដាក់បង្ហាញនេះអញ្ចឹងមានន័យថានៅក្នុង page មួយនៅក្នុង Facebook account មួយអាចមាន page ច្រើនអញ្ចឹង account យើងមួយអាច account admin មួយគឺអាចកាន់ page ជាច្រើនហើយយើងអាចធ្វើបានច្រើនប្រភេទទៀតក៏ប៉ុន្តែចង់បញ្ជាក់ឡើងវិញដែរថានៅក្នុងស្រុកខ្មែរយើងគឺ admin ដែលជាប់ location ជាប់ដែលចាប់ទីតាំងនៅក្នុងស្រុកខ្មែរគឺរកលុយអត់ទាន់បានទេបើសិនជាយើងចង់រកបានតើតែយើងស្នើ right manager តើតែយើងបដូរ admin ហ្នឹងបដូរមានន័យថាយក Facebook account អ្នកដទៃដែលនៅស្រុកក្រៅដែលចាប់ទីតាំងនៅស្រុកក្រៅឲ្យជួយកាន់ page ឬមួយក៏យើងប្រើ VPN ហើយចំពោះសេចក្តីលម្អិតអស់ហ្នឹងគឺខ្ញុំនឹងបញ្ជាក់នៅក្នុងវីដេអូផ្សេងទៀតហើយយើងទាំងអស់គ្នាគាត់តែដឹងថាស្អីទៅ Facebook page ស្អីទៅ Facebook account នៅក្នុងវីដេអូហ្នឹងសិនគឺបានហើយចំពោះការបម្រើផ្សេងដូចជាការថតsexy ថតក្មេងថតរបស់ដែលធ្វើឲ្យមានសភាព
រន្ធត់ភ័យខ្លាចដូចជាគេជិះម៉ូតូលឿនជិះឡានលឿនអញ្ចឹងគឺអត់ត្រូវយកមកធ្វើជា content ទេចំពោះអ្នកធ្វើម្ហូបរបស់ដែលមុតស្រួចដូចជាឈើចង្កាក់អីស្រួយដូចជាកបិតចុងស្រួយអីហ្នឹងឬមួយក៏ធ្វើម្ហូបធ្វើសាច់អីដែលមានប្រឡាក់ឈាមអីហ្នឹងអ្នកនរគ្នាគួរតែលាងឲ្យស្អាតហើយនៅពេលដែលយើងលាងស្អាតហើយរបស់មុតស្រួយយើងដកចេញហើយចាំថតចូលអាហ្នឹងគឺនៅក្នុងការផលិតវីដេអូអស់ហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងបញ្ជាក់លម្អិតបន្ថែមទៀតតែយើងគួរតែធ្វើអីបន្តទៀតដើម្បីអាចរកលុយបានជាមួយនឹង Facebook ក៏ដូចជា YouTube ហ្នឹង